và sự sẽ từng học những ngày sống và to từ lâm hạt nó không biết đến tí switch nó phấn từ lâm hạt lịch sám sập lâm hạt lịch sám sập bao nhiêu cái aoตัวในสวิตบอยังคืออยู่มวยอยู่ปีอยู่ใบหนังอยู่อันจะสวิตนปนอันเกี่ยวอยู่เมืองไฮท้าพอโบกในมวยเลยอยู่มวยคนหนึ่งอยู่ปีโบกจมวยหนึ่งมวยเลยอยู่ปีคนหนึ่งอยู่ใบโบกchoอยู่โหดอมวยเลยอยู่อันดอกมวยคนหนึ่งอยู่อันสมาหนึ่งอันดอกมวยเลยอยู่มวยคนหนึ่งอยู่อันนี่คือเชียวไว้ได้แก่บางไฮอันยังเดินท้าสวิตได้แก่นั่นคือจะสวิตโนปนจังสมเตาจำลายในลมหัดที่30អញ្ចឹងតាមសមភាពមានន័យថាយើងមានកាលណាយើងមានផលបូកបែបនេះ1លើ UN ដក1គុណនឹង UN គឺជាតួទី n មានន័យយើងយក1លើ UN ដក1គុណនឹង UN ហ្នឹងមកបំលែងជាផលបូកដោយបំបែកភាគបែនជា2គឺយើងបាន1លើ UK ដក1ដកជាមួយនឹង1លើ UK ស្មើUK ដក UK ដក1ចែកជាមួយនឹង UK ដក1គុណនឹង UK rồiយើងបដូរពី n មក k ហើយយើងកំណត់ k របស់យើងចាប់ពី2ទៅ2ទៅ n តោះមកយើងជំនួស k ស្មើនឹង2ទៅសមភាពខាងលើពេលយើងជំនួស k ស្មើនឹង2ទៅយើងបាន1លើ u1 ដកជាមួយនឹង1លើ u2 ស្មើនឹង u2 ដក u1 ចែកឲ្យ u1 គុណនឹង u2 កាន់តែ k ស្មើនឹង2តោះមកយើងជំនួស k ស្មើនឹង3ពេលជំនួស k ស្មើនឹង3យើងបាន u2 ដក u តោះ1លើ u2 ដក1លើ u3 ស្មើនឹង u3 ដក u2 ចែកឲ្យ u2 គុណនឹង u3 ហើយយើងជំនួស k ស្មើនឹង3ស្មើនឹង4បន្តទៀតមករហូតដល់យើងជំនួសចុងក្រោយ k ស្មើនឹង n ជំនួស k ស្មើនឹង n នៅពេលដែល k ស្មើនឹង n យើងបានUK ដក1សំដៅ UN ដក1ដក1លើ UN ស្មើនឹង UN ដក UN ដក1ចែកជាមួយនឹង UN ដក1គុណជាមួយនឹង UN វាបានអ្នកតំណបែបនេះបន្ទាប់មកយើងធ្វើការបូកសមភាពមានថាបូកសមីការសមភាពអង្គទី1ជាមួយនឹងអង្គទី1អង្គទី2ជាមួយនឹងអង្គទី2នៅពេលដែលយើងបូកបញ្ចូលគ្នាទៅអង្គទី1របស់យើងu1លើ u2 ជាមួយនឹង1 u លើ2អស់ហើយហើយ1លើ u3 ជាមួយ 1លើ u3 នេះអស់ដូចនេះអញ្ចឹងមានន័យថាវានៅសល់1លើ u1 1លើ u1 សម្រាប់អង្គទី1ហើយនឹងខាងក្រោមនៅសល់1លើ un ដោយសារនៅពីលើ1លើ un ហ្នឹងមាន1លើ un ដក1ចឹងយើងសម្រួលជាមួយនឹង1លើ un ដក1ទាំងអស់ហើយនៅសល់1លើ un ដែលមានន័យថា1លើ u1 ដកជាមួយនឹង1លើ un វាអង្គទី2យើងអង្គទី2យើងបាន u2 ដក u1 ចែកជាមួយនឹង u1 គុណនឹង u2 បូកជាមួយនឹង u3 ដក u2 គុណជាមួយ u2 គុណ u3 រហូតដល់ un ដក un ដក1ចែកជាមួយនឹង un ដក1គុណនឹង un ដល់យើងដឹងថា u1 u2 u3 គឺជាស្ថិតបំពន្ធអញ្ចឹងយើងបានផលដករវាងពីរតួជាប់គ្នាគឺស្មើនឹង d ហើយនឹងអនុវត្តតាមរូបមន្ត un ស្មើនឹង u1 បូក n ដក1គុណនឹង d បន្ទាប់មកយើងទាញរក n ដក1មកយើងបាន un ដក1ចែកនឹង d អញ្ចឹងគេបានតំណែងរបស់យើងស្មើនឹង1លើ u1 ដកជាមួយនឹង1លើ un ស្មើនឹង d ចែកជាមួយ u1 គុណ u2 រហូតដល់ d បូក d ចែកជាមួយនឹង un ដក1គុណនឹង un យើងចាប់ d ជាកតាហើយនឹងអង្គទី1យើងតម្រូវភាគបែកមក u1 គុណនឹង un អញ្ចឹងយើងបាន1គុណនឹង un ហើយ un គុណនឹង u1 យើងបាន1គុណនឹង u1 អញ្ចឹងយើងបាន un ដក u1 ចែកឲ្យ u1 គុណនឹង un ហើយអង្គទី2របស់យើងចាប់ d ជាកតាដែលយើងដឹងថា un ដក u1 លើ d យើងចែកវានឹង d មកចែកនឹង d យើងបាន un ដក u1 លើ d គុណជាមួយនឹង u1 គុណនឹង un ស្មើនឹងអង្គទី2រក្សាទុកនៅដដែលហើយ un ដក u1 លើ d ស្មើនឹង n ដក1អញ្ចឹងកន្លែងដែល un ដក u1 លើ d យើងជំនួសវាដោយ n ដក1អញ្ចឹងយើងបានចំណេះចំណងថ្មីគឺ
n ដក1ចែកជាមួយនឹង u1 គុណនឹង un n ដក1ចែកជាមួយនឹង u1 គុណនឹង un ហើយអង្គទី2យើងនៅកន្លែងអញ្ចឹងយើងបានសមភាពដែលគេឲ្យបង្ហាញគឺ1លើ u1 គុណនឹង u2 បូកជាមួយនឹង1ចែកឲ្យ u2 គុណ u3 រហូតដល់1ចែកជាមួយនឹង un ដក1គុណនឹង un ស្មើនឹង n ដក1ចែកនឹង u1 គុណនឹង un ចឹងនៅក្នុងលំហាត់នេះមានប៉ុណ្ណឹងសូមអរគុណ